ជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានេះគឺជាប្រភេទម្យ៉ាងដែលខ្ញុំចង់ណែនាំដល់ប្រជាពលរដ្ឋអំពីឈើប្រភេទគេហៅថាប្រភេទឈើប៉ាក់មានអារម្មណ៍មួយសប្បាយចិត្តយ៉ាងខ្លាំងដោយសារខ្ញុំចុះមកដល់ស្រុកកំពង់សិលាហ្នឹងយើងបានប្រមូលផលពីគ្រួសារទាំង28គ្រួសារហ្នឹងគឺបានផលច្រើនជាងរាល់ដងដូច្នេះរាល់ដងហ្នឹងគឺយើងបានតែមួយគ្រួសារមួយខាំពីរខាំប្រមូលទៅវា28គ្រួសារបានប្រហែលជាខ្ទង់1គីឡូអីទេបាទតែថ្ងៃនេះគឺខ្ញុំមានអារម្មណ៍មួយថាសប្បាយចិត្តដោយសារទីមួយឃើញប្រជាពលរដ្ឋយើងប្រមូលផលបានច្រើនមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តជាងច្រើនបាទមានឈើមួយចំនួនដែលខ្ញុំចង់និយាយប្រាប់ដល់ពុកម៉ែបងប្អូនរបស់យើងគេហៅថាប្រភេទឈើប៉ាក់បាទអញ្ចឹងប្រភេទឈើប៉ាក់នេះបើនិយាយឲ្យចំទៅគឺជាឈើមួយយ៉ាងដែលយើងពិបាកនឹងប្រមូលផលហើយក៏យើងពិបាកនឹងផលិតវាដែរបាទគឺជាឈើមួយយ៉ាងដែលគេហៅថាប្រជាពលរដ្ឋគាត់កាប់ហើយក៏ទុកពេលរយៈពេលពី20ទៅ30ឆ្នាំទើបយើងប្រមូលវាផលវាបានបាទបងប្អូនចូលមកមើលនេះគឺប្រភេទឈើនេះទម្ងន់របស់វាពី1ខាំរហូតដល់2ខាំមានរហូតដល់1គីឡូក៏មានដែរបាទគឺស្នាមដែលបងប្អូនគាត់កាប់ហើយធម្មតាឈើមួយហ្នឹងគឺវានៅអញ្ចឹងណាបងប្អូននេះគឺដើមមកវាអញ្ចឹងហ្នឹងបាទដើមវាអញ្ចឹងហើយអានេះគឺជាខ្នាតផ្នែកមួយដែលប្រជាពលរដ្ឋខ្មែរយើងគាត់កាត់ហើយអញ្ចឹងវាមានគេហៅថាធម្មជាតិវាកាត់មកមានទឹកដក់ទឹកអីទៅវាកើតជាក្លឹមនៅខាងនេះវិញបាទបងប្អូនអញ្ចឹងកាមេរ៉ាចាប់ទៅហ្នឹងហើយនេះគឺជាក្លឹម 100% ហើយចំណែកនេះគឺផ្នែកដែលប្រជាពលរដ្ឋខ្មែរយើងគាត់កាត់ហ្នឹងហើយកាត់ចឹងមកអញ្ចឹងវាបង្កើតជាក្លឹមមួយយ៉ាងនៅខាងនេះវិញបាទអញ្ចឹងអូនបងយល់ចង់បានអាឈើអាយុពី50ទៅ100ឆ្នាំហ្នឹងបាទនេះគឺជាឈើមួយយ៉ាងដែលខ្ញុំចង់ណែនាំពុកម៉ែបងប្អូនឲ្យយល់ពីក្លឹមច័ន្ទគិស្នាបាទព្រោះអីមានបងប្អូនមួយចំនួនគាត់ធ្វើคลิปចង់បង្ហាញប្រាប់ទៅដល់ពុកម៉ែបងប្អូនតែអត់មាននៅអ្វីដែលថាព័ត៌មានច្បាស់លាស់ដូច្នេះហើយអ្វីដែលខ្ញុំប្រាប់បងប្អូនក្នុងคลิปនេះគឺជារឿងពិតនេះផ្នែកនេះហើយផ្នែកនេះគឺដូចគ្នាបាទបងប្អូនគាត់ថាប្រភេទឈើនេះវាអាយុរបស់វាពី20ទៅ35ឆ្នាំ35ឆ្នាំឬក៏50ឆ្នាំតែប្រភេទបែបនេះអត់ក្រោមពី50ឬជិតដល់100បាទព្រោះអីដោយសារយើងមើលទំហំនៃអាយុដើមឈើអញ្ចឹងក្នុងពេលដែលយើងសន្និដ្ឋានបានថាឈើហ្នឹងវាមានអាយុកាលពី50 60 70ជាងមើលទៅតាមឈើដែលរវងដែលយើងកាត់វាមានកាយាវរបស់វាពុកម៉ែបងប្អូនវាមានកាយាវរបស់វាកាយាវទី1 10ឆ្នាំកាយាវទី2 20ឆ្នាំអញ្ចឹងអ្វីដែលយើងបានវាស់ដើមមួយគឺរហូតដល់8កង់អញ្ចឹង8កង់បាន8កាយាវ8កាយាវយើងអាចគិតបានថា80ឆ្នាំអាយុកាលរបស់វាបាទអញ្ចឹងយើងអាចកំណត់បាន 100% ទេតែយើងអាចយកជាការបាន80ទៅ90% នៅអាយុកាលរបស់វាបាទអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញប្រាប់คลิปដល់ពុកម៉ែបងប្អូនថ្ងៃនេះគឺអាយុកាលនៃដើមក្លឹមនេះគឺវិធីប្រើសម្រាប់ជនជាតិអារ៉ាប់ហ្នឹងគឺគេយកឈើក្លឹមច័ន្ទយើងហ្នឹងបាទគេយកមកដាក់លើគេកាច់ចឹងមកបាទគេកាច់មកចឹងមកបាទគេអត់ធំគេអត់ប្រើធំទេដូចថាក្លឹមច័ន្ទមានតម្លៃវាថ្លៃអញ្ចឹងគេកាត់មកប៉ុណ្្នឹងទេបាទហើយយកមកដាក់លើគ្រឿងហ្នឹងបាទគេដុតចឹងគេហាត់បាទហើយសារៈប្រយោជន៍របស់វាហ្នឹងគឺគេប្រើនៅក្នុងដូចជាការល្មាតឬការប្រជុំឬក៏កម្មវិធីរៀបអាពាហ៍ពិពាហ៍បាទដូច្នេះហើយអ្វីក៏ដោយគឺឲ្យតែមានកម្មវិធីដែលថាសំខាន់ហ្នឹងគេយកក្លឹមច័ន្ទហ្នឹង
ជាគោលចម្បងបាទហើយវិធីសាស្ត្រមួយទៀតហ្នឹងបានខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនគឺគេអាចប្រាប់កែក៏បានដែរបាទការឆាយក្លិនគឺគេឆាយក្លិនរបៀបហ្នឹងបាទគឺក្លិនបើសិនជាយើងដុតកែមានក្លិនក្រអូបអែមជាងដុតខ្ជុំបាទខ្ជុំដោយសារទី1វាឆេះខ្លាំងពេកបាទភ្លើងខ្លាំងវាធ្វើឲ្យក្លិនហ្នឹងបានទៅឆ្ងាយដូច្នេះហើយបើសិនយើងប្រើកែវាបានចំនួនរយៈពេលគេថាទីតាំងពុតនេះបាទតែបើទីតាំងធំទៅប្រើលក្ខណៈបែបនេះអញ្ចឹងបានវាត្រូវរែកកំងរបស់វាបាទអរគុណច្រើនណាស់ជម្រាបលាបាទ